ស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសជាមួយ Mr. Soten នៅក្នុងវីដេអូទី3នេះយើងនឹងរៀនមេរៀនតាក់ទងទៅនឹង pressure verbs traveling ការធ្វើដំណើរតោះពួកយើងទៅរៀនទាំងអស់គ្នា Clear ទី1 drop off dropped off drop off mean to leave someone or something at a place. For example, the bus will drop off our suitcases at the Jeju airport before 9 a.m. Drop off មានអត្ថន័យថាទម្លាក់ឬក៏ដាក់នរណាម្នាក់ឬក៏អ្វីមួយនៅកន្លែងណាមួយពាក្យថាទម្លាក់ហ្នឹងយើងអាចនិយាយតាក់ទងរឿងឡានណាយើងយំនិយាយភាសាខ្មែរថាឡានតម្លាក់ខ្ញុំនៅនេះជួយតម្លាក់ខ្ញុំនៅនេះតម្លាក់ខ្ញុំនៅនេះអញ្ចឹងណាមានន័យថាដាក់ជើងចុះនៅកន្លែងនេះនៅកន្លែងនេះអញ្ចឹងយើងនិយាយអញ្ចឹងបាទដាក់នរណាម្នាក់នៅកន្លែងណាមួយអញ្ចឹងណាអូខេឧទាហរណ៍ The bus will drop our friends off at the Jeju airport ឡានក្រុងនឹងដាក់មិត្តភ័ក្តិរបស់យើងចុះនៅពលានយន្តហោះដាច់ជូបាទពាក្យទី2គឺ get away mean escape or take a short holiday. For example, we got away to the beach for the weekend. Get away មានន័យថារត់គេចឬក៏ធ្វើវិសមការរយៈពេលខ្លីបាទមានថាយើងទៅណារយៈពេលខ្លីរំហើយកាយអញ្ចឹងណាអូខេឧទាហរណ៍ I want to get away from the world for a while បាទខ្ញុំចង់រត់គេចពីពិភពលោកនេះមួយរយៈបាទចង់រត់គេចពីពិភពលោកមួយរយៈយើងអាសានិយាយអញ្ចឹងណាអូខេចង់ទៅធ្វើវិសមការមួយរយៈលេងអញ្ចឹងទៅពាក្យទី3គឺពាក្យ look around it means explore and see what's nearby. For example, we look around the old city. Look around មានន័យថាដើរមើលជុំវិញពាក្យដើរមើលជុំវិញហ្នឹងមានន័យថាពេលយើងទៅកន្លែងណាថ្មីអីមួយទៅដើរលេងអញ្ចឹងណាហើយយើងទៅទស្សនកិច្ចមើលនេះមើលនោះដើរជុំវិញអញ្ចឹងយើងអាសានិយាយជាភាសាខ្មែរឧទាហរណ៍ We look around the Phnom Penh city last night មានថាពួកគាត់មកលេងទីក្រុងភ្នំពេញគាត់ដើរមើលជុំវិញទីក្រុងភ្នំពេញកាលពីយប់មិញបាទពាក្យទី4 touchdown airplane land touchdown mean airplane land for example the flight took off on time and touched down an hour early touchdown មានន័យថាចុះចតមានន័យថាពេលយន្តហោះដាក់កង់ហើយចុះនៅនឹងដីគ្រឿតហ្នឹងណាយើងឲ្យចុះចតដែរយើងអាចប្រើពាក្យ land ក៏បានតែថាវាខុសគ្នាតិចមួយ land យើងសំដៅទៅចុះចតជាទូទៅអញ្ចឹងណាបាទពេល touchdown ហ្នឹងអាពេលយន្តហោះប៉ះដីហ្នឹងថា touchdown បាទ The flight touched down late because of storm បាទមានន័យថាជើងហោះហើរហ្នឹងគឺចុះមកដីហ្នឹងយឺតដោយសារតែមានព្យុះមែនថាវាចុះចតយឺតដោយសារតែព្យុះអញ្ចឹងណាអូខេបាទពាក្យទី5ពាក្យ slow down mean reduce speed for example the driver must slow down near the busy spot slow down ពាក្យងាយស្រួលទេបងប្អូនអាចធ្លាប់ដឹងធ្លាប់ឮ slow down មានន័យថាថយល្បឿនឧទាហរណ៍ you should slow down now because there are many cars on the road អ្នកគួរតែបន្ថយល្បឿនឥឡូវហ្នឹងទៅពីព្រោះមានគោច្រើនណាស់នៅលើផ្លូវហ្នឹងអូខេបាទពាក្យទី6ពាក្យ carry on mean a small bag that you take on airplane with you for example she packed her suitcase and carry on carefully before flight carry on មានន័យថាកាបូបឬក៏វ៉ាលីដែលយើងយកតាមខ្លួនពេលយើងជិះយន្តហោះហ្នឹងយើងថា carry on យើងហៅថា carry on ឧទាហរណ៍ the fly company allows you to take carry on below 7 kilogram
The flight company allows you to take carry-on below 7 kg ចឹងក្រុមហ៊ុនអាកាសចរអនុញ្ញាតឲ្យយើងយកកាបូបតាមខ្លួនហ្នឹងបានត្រឹមតែ7គីឡូទេអូខេបាទពាក្យចុងក្រោយរបស់យើងគឺពាក្យ finger out means understand or show some things. So for example, we figure out the map after a few minutes. ចឹង figure out មានន័យថាអាចស្វែងរកដំណោះស្រាយឬក៏អាចយល់ដឹងពីអ្វីមួយបានអញ្ចឹងណាយើងព្យាយាមរកចម្លើយរកអីអញ្ចឹងទៅបាទឧទាហរណ៍ we figure out the maps after a few minutes មានថាយើងរកផ្លូវទៅផ្ទះឬក៏អាចមើល map បានហ្នឹងគឺតែប្រហែលនាទីហ្នឹងបាទអញ្ចឹងពេលយើងដើរលេងអីយើងអាច figure out the maps បើយើងអាចអង្គុយញ៉ាំអីអញ្ចឹងណា you can use a figure out តោះឥឡូវយើងមកសង្ខេបនៅ clear ដែលយើងបានប្រើប្រាស់ហើយនឹងរៀនសូត្រជាមួយគ្នានៅវីដេអូនេះបាទ clear ទី1គឺពាក្យ drop off ទី2ពាក្យ get away ទី3 look around ទី4 touch down ទី5 slow down ទី6 carry on ចុងក្រោយគឺ figure out បាទអរគុណបងប្អូនដែលទស្សនាវីដេអូនិងសិក្សារៀនសូត្រជាមួយគ្នាបើសិនជាបងប្អូនគិតថាវីដេអូមួយនេះមានសារៈសំខាន់និងមានផលប្រយោជន៍ចំពោះយុវជននិងអ្នកសិក្សារៀនសូត្រភាសាអង់គ្លេសដទៃទៀតបងប្អូនអាចចែករំលែកទៅកាន់ពួកគាត់ឬក៏ចែករំលែកទៅលើ Facebook របស់បងប្អូនបានបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ